ផ្នែកគំនិតប្រធានបទទី1ជឿមិនជឿឆាងបោះពុំដុំកេស្នៅបាទកុំសួរខ្ញុំថ្ងៃនេះខ្ញុំនិយាយពីប្រធានបទខ្លីៗតូចៗតែមានន័យខ្លឹមសារល្អសម្រាប់ជាចំណេះដឹងជាការបើកភ្នែកឲ្យបងប្អូនឃើញអំពីសច្ចធម៌និងចិត្តធម៌ប្រធានបទទី2ថៃខ្លាយជាចៅនេះសំខាន់ប្រធានបទទី2នេះវ៉នវ៉ាន់ឌីទីហ៊ានថៃប្រទេសអ្នកមានលួចប្លន់កំទេចទ្រព្យសម្បត្តិពលរដ្ឋខ្មែរជាប្រទេសក្រីក្រលក្ខិសោប្រធានបទទី3វានៅតែក្តៅដដែលប្រធានបទនោះមិនទាន់ដើរទៅណាដល់ឡើយទេវិមុតចិត្តតាវេនីស៊ុយអេឡាខ្ញុំបានដាក់ជាសំណួរថាហេតុអ្វីមានអ្នកមានអ្នកក្តៅប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាសុជាតិជាងថ្នាំស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតក៏មានគ្រឿងក្លែង2ដែរណាទី1ពាក់ព័ន្ធជាមួយនឹងប្រតិកម្មប្រិយមិត្តកាលពីម្សិលមិញប្រិយមិត្តមួយរូបគាត់បានផ្ញើសារមកខ្ញុំនិយាយអំពីមិត្តភ័ក្តិរបស់គាត់នៅទីក្រុងបាត់ដំបងគាត់និយាយថាមិត្តភ័ក្តិរបស់គាត់គឺជាអ្នករ៉េងប៉ែនស្កាយគ្រប់គ្រងគណៈបកប្រជាជនមុះមុតហើយតែងតែនិយាយចំអកលេងជាមួយគាត់ពេលដែលតែជួបគ្នានៅកន្លែងផ្សេងគាត់ជាអ្នកគ្រប់គ្រងគណៈបកប្រឆាំងប៉ុន្តែគាត់ប្រាប់ខ្ញុំថាពួកម៉ាក់គាត់ឯគាត់នឹងអត់ឆ្លុះគ្នាទេគាត់ថាគ្រប់គ្រងខុសគ្នាឲ្យសារនិយាយចំអករឿងគាត់ស្ដាប់សូនតារាបងប្អូនអាចចឹងខ្ញុំត្រូវតែយកមកនិយាយព្រោះវាសំខាន់ណាបងប្អូនណាចឹងដើម្បីឲ្យបងប្អូន share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតគាត់ប្រាប់ខ្ញុំថាចាប់តាំងពីមានសង្គ្រាមលើកទី1ព្រំដែនថៃគាត់សាន់ឌីថូបានប្រាប់ឲ្យស្ដាប់សូនតារាហើយគាត់ក៏លែងចំបាក់ប៉ុន្តែឥឡូវគឺគាត់ណាលឹមគីមឈៀប្រាប់ថាស្ដាប់សូនតារានឹងគឺជក់ហើយគាត់ថាពួកម៉ាក់គាត់ភ្ញាក់ផ្អើលគាត់ចូលនឹងមកនិយាយប្រាប់ខ្ញុំនឹងគាត់ផ្ញើសារជាសម្លេងណាគាត់ផ្ញើសារជាសម្លេងមកណាខ្ញុំនិយាយដំណើររឿងរបស់គាត់នេះស្អីគាត់ថាលោកគ្រូឥឡូវគាត់ដឹងថាលោកគ្រូអត់ផ្សាយផ្ទាល់ទេខ្ញុំអត់ដឹងក្មេងមិនខ្លាចខ្លាហានណាពេកសំនេះមកគាត់ថាទេគ្រូសូនតារាដូចជាប្រហែលនេះហ្នឹងអត់ឃើញផ្សាយផ្ទាល់តែឃើញម្សិលមិញពេលនោះគាត់ភ្ញាក់ផ្អើលគាត់ថាហាគេថាសូនតារាហ្នឹងនេះនិយាយឥតប្រយោជន៍បានតែព្រោះនៅក្រៅស្រុកអត់មានបានជួយអីចុះឥឡូវមិនដឹងថាលោកគ្រូអត់ផ្សាយពេលនោះគាត់ក៏និយាយថាចេះតែមើលទៅប៉ុន្តែស្ដាប់ទៅគឺបែបនេះធ្វើឲ្យគាត់នឹងបានយល់ដឹងច្រើនគាត់និយាយប៉ុណ្្នឹងទេហើយគាត់ក៏សម្ដែងគាត់ប្រាប់ខ្ញុំថាគាត់សប្បាយចិត្តណាស់ដែលមិត្តភ័ក្តិរបស់គាត់ដែលជាគណៈបកប្រជាជនណាគណៈបកប្រជាជនដែលស្អប់ឃើញអ្នកណាស្ដាប់សូនតារាហ្នឹងចេះតែឌឺដងឌៀមដាមឥឡូវនេះគាត់បែរទៅជាសុភរ័ស្វិឆ័យសិង្ហស្ដាប់សូនតារាដែរមានន័យថាម៉េចបងប្អូនការពិតណាមនុស្សអាចច្រឡំឬមនុស្សអាចមើលឃើញមកផ្លែតថាវាមិនល្អប៉ុន្តែយូរទៅល្អហេតុអីបានជាគាត់តាមខ្ញុំយល់ទេថាគាត់ងាកមកមើលសូនតារាជាជាងការស្ដាប់ព័ត៌មានរបស់គណៈបកប្រជាជនពីព្រោះស្ថានភាពជាក់ស្ដែងដែលកើតមាននៅក្នុងប្រទេសកម្ពុជាវាដូចនៅអ្វីដែលសូនតារាលើកឡើង
សុផាត់ព្រៃសរពីព្រោះតាមខ្ញុំយល់មួយទៀតគាត់នៅខេត្តបាត់ដំបងប្រហែលជាមិនមែននៅមែនទេគាត់ខ្ញុំមិនបានសួរបញ្ជាក់អីទេខ្ញុំគ្រាន់តែនេះអរគុណខ្ញុំអរគុណខ្ញុំចុចស្ដាប់បដៅខ្ញុំធ្វើមហូបបដៅអញ្ចឹងទៅមានកន្លែងខ្លះសារខ្ញុំចុចស្ដាប់ខ្លះខ្ញុំទៅតបខ្លះខ្ញុំមិនទៅតបទេណាទៅមានបងប្អូនខ្លះនេះក៏សួរថាលោកគ្រូមិនក៏ស៊ីនហើយអត់ reply ខឹងខ្ញុំទេដឹងចុះទៅឲ្យខ្ញុំទៅអង្គុយឆ្លើយសារគ្រប់តែគ្នាយ៉ាងម៉េចបើមួយថ្ងៃ1000សារអីបាទហ្នឹងសារខ្លះខ្ញុំមើលខ្ញុំឆ្លើយទៅខ្លាចតែខ្ញុំមិនចូលមើលខ្ញុំអត់មានពេលណាមានចាំបាច់ក៏ឆ្លើយទៅមិនចាំបាច់ក៏មិនចាំបាច់ឆ្លើយទៅបងប្អូនណាដូចជាគ្រាន់តែធម្មតាអីគ្រាន់តែបានថាអូលោកគ្រូចូលមើលហើយគឺយើងសប្បាយចិត្តទៅចោះថាយ៉ាងហោចណាស់ក៏សារយើងបានសូនតារាចូលមើលដែរប៉ុណ្្នឹងណាគ្រាន់តែវាមានតែខឹងស្អីអាហ្នឹងមួយខ្ញុំយល់ឃើញថាស្ថានភាពសង្គ្រាមលើកទី1លើកទី2ហើយអ្នកដែលនៅតាមព្រំដែនដែលស្អប់សូនតារាដែលមិនចូលចិត្តសូនតារាក៏ចាប់ផ្ដើមម៉ៅវរៈជុំចូលចិត្តសូនតារាវិញដោយសារតែរឿងសច្ចធម៌និយាយត្រូវអានេះខ្ញុំលើកជាគ្រឿងខ្លែងទី1សាពីណានិយាយត្រូវអញ្ចឹងបងប្អូនអាចបើកភ្នែកមើលឃើញអំពីភាពទន់ខ្សោយឬក៏អសមត្ថភាពណានៃការដឹកនាំរបស់ហ៊ុនម៉ាណែតឬក៏របស់ហ៊ុននឹងវារឹតតែឆ្លុះបញ្ចាំងឲ្យឃើញអំពីស្ថានភាពដាណាគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជាទៅទៀតតារាសវណ្ណរាដូច្នេះអ្នកដែលស្អប់សូនតារាមួយចំនួនណាមិនមែនស្អប់ខ្ញុំគិតតកឲ្យខ្ញុំមិនមែនស្អីទេគីងហឺចង់និយាយថាអ្នកដែលមិនចូលចិត្តសូនតារាឌៀមដាមឌឺដងសោចចំអកតាមខ្ញុំយល់មិនមែនតែបងប្រុសម្នាក់នៅបាត់ដំបងដែលគេរៀបរាប់នឹងទេគឺអ្នកជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែននៅក្បែរព្រំដែននៅខេត្តដែលជាប់ព្រំដែនថៃណានឹងភ្ញាក់រលឹកជាច្រើនអំពីសច្ចធម៌លីនដាចិន្តានៅអ្វីដែលខ្ញុំបានលើកឡើងអញ្ចឹងប្រិយមិត្តវីដេអូសូនតារាគឺមានសារៈសំខាន់ដែលខ្ញុំនិយាយការពិតឬក៏និយាយនៅប្រកាន់នៅចំហពីសច្ចធម៌យុត្តិធម៌បើកាលណាយើងនិយាយការពិតខ្មែរសាមគ្គីជាតិត្រង់រឿងគឺយើងកោះកកាយជីកកកាយបើយើងនិយាយការពារគឺយើងកាយកប់បិទបាំងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរម៉ាត់គំនិតគ្រឿងខ្លែងទី2គីងហឿងផ្ដាំបងប្អូនខុនពៅទស្សនៈខ្ញុំអ្នកណាធ្វើឲ្យបានធ្វើនឹងទៅឲ្យតែដើម្បីកម្ពុជាមិនមែនមានន័យថាយើងធ្វើត្រូវអ្នកដតីធ្វើខុសទេលើកលែងតែអ្នកនោះបំរើឲ្យរបបផ្ដាច់ការឬក៏បំរើឲ្យសត្រូវឈ្លានពានសម្រាប់សូនតារា2ទី1អ្នកបំរើឲ្យរបបផ្ដាច់ការខុស Enterprise អ្នកបំរើឲ្យសត្រូវឈ្លានពានក៏ខុសមុនពេកខ្ញុំនិយាយទៅនេះខ្ញុំឆ្ងល់ថាមនុស្សអាម៉េចក៏ទៅចងកំហឹងជាមួយមូនពេជ្រមនុស្សមួយចំនួនតើពួកនោះវាស្គួតឬក៏ជាហ្នឹងសក់ខេងឡុងចិនដាកាទី1គាត់មិនមែនជាអ្នកនយោបាយទេទី2គាត់អត់មានទឹកក្បត់ជាតិអីទេគ្រាន់តែគាត់ប្តឹងឥឡូវខ្ញុំសួរតើមូនពេជ្រខាត់ប្តឹងវាខុសស្អីហ៎អាកន្លែងនេះដែលធ្វើឲ្យមហាជននឹងក្តៅកាហាយណាបងប្អូនសួរតែប្តឹងអត់ប្រយោជន៍ហើយចុះអត់ទៅក្រែងប្តឹងដើម្បីឲ្យអន្តរជាតិនឹងក្រឡេកមើលកម្ពុជាដែរមានប្រយោជន៍មិនមានប្រយោជន៍យ៉ាងហោចក៏គេបានឆ្កឹះក៏គេបានដឹងដែរហាក់បាត់នេះទោះជាគាត់ធ្វើអីក៏ដោយយើងមិនត្រូវទៅប្រមាថកិច្ចខិតខំប្រឹងប្រែងរបស់នរណាម្នាក់ដើម្បីប្រទេសកម្ពុជាឡើយគណៈបកប្រជាជនធ្វើអីក៏ដោយឲ្យតែជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រទេសកម្ពុជាអានឹងគេអត់ប្រមាថទេប៉ុន្តែបើវិវិនេះវាបំផ្លាញទៅទីធ្វើអីមួយបណ្ដាលឲ្យឃើញទេបុរដ្ឋផ្សេងណែបាត់បង់នាំពាក្យសម្ដីនេះការដែលអំនួតហួសហេតុទៅជាការប្រមាថទៅជាការវាយប្រហារអានឹងនាំឲ្យវិប្រជាជននេះបាត់បង់ផ្ទះសម្បែងរាប់រយរាប់ពាន់ខ្នងគ្រួសារនេះអានឹងស្រីម៉ៅកោះស្ទឹងយើងស្ដីបន្ទោស
នេះបស៊ីសារៈអញ្ចឹងខ្ញុំណាសម្រាប់សូនតារាគេថាតេះដៀលបុគ្គលគួរតេះដៀលឡើងឋានសួគ៌គេចាប់ដាក់ដល់គុណឥឡូវខ្ញុំតែរំលឹកទ្រឹស្ដីមួយទៀតតេះដៀលបុគ្គលគួរលើកសរសើរធ្លាក់នរកដូចគេធាក់ពីក្រោយឧទាហរណ៍មូនពេជ្រគឺជាបុគ្គលគួរសរសើរអញ្ចឹងនរណាទៅតេះដៀលមនុស្សហ្នឹងគឺលែងជាមនុស្សបងប្អូនណាមែនទេវាលែងទៅជាមនុស្សហើយគឺធ្លាក់នរកដូចគេធាក់ពីក្រោយសរសើរបុគ្គលគួរសរសើរឡើងឋានសួគ៌ដូចគេចាប់ដាក់ជាងវណ្ណៈជុជុលមកទៅសរសើរបុគ្គលគួរតេះដៀលបុគ្គលនឹងគួរតេះដៀលតែយើងទៅជាសរសើរលក្ខណៈរូបដូចគេធាក់ពីក្រោយទៀតរីដាអញ្ចឹងខ្ញុំគ្រាន់តែចង់លើកទឹកចិត្តឲ្យបងប្អូនថាចេះចាំសូចឲ្យស្គាល់ថានរណាលះបង់កិច្ចខិតខំប្រឹងប្រែងទស្សកម្មភាពនឹងបានប្រយោជន៍ក៏ដោយមិនបានប្រយោជន៍ក៏ដោយឲ្យតែមានគោលដៅដើម្បីសង្គ្រោះប្រទេសកម្ពុជាការពារប្រទេសកម្ពុជាពីសត្រូវឈ្លានពានទោះជាថាកដាស់មូនពេជ្រនឹងមានប្រយោជន៍អត់ប្រយោជន៍ចូលបងប្អូនគោរពនឹងនេះចូលរួមគ្រប់គ្រងនៅសកម្មភាពនឹងតែអ្នកណាក៏ដោយមិនតែមូនពេជ្រទេអ្នកណាក៏ដោយស៊ីនេតអញ្ចឹងចុះបើដូចលោកដែលដូចសូនតារាលើកឡើងអំពីការកេះដៀលបើនរណាតេះដៀលបុគ្គលគួរសរសើរចូលយើងតេះដៀលបុគ្គលនឹងទៅគឺមិនខុសទេវាអត់មានអីត្រូវទៅក្តៅកាហាយជាមួយមនុស្សដែលខិតខំប្រឹងប្រែងដើម្បីជាតិមាតុភូមិដោយដែលខ្ញុំលើកឡើងរឿងមួយខ្ញុំត្រឡប់ទៅវិញដូចបងកំសែងគាត់និយាយអំពីឆ្នាំអាចទុនសាយប្រៀបធៀបទៅនឹងរបបប៉ុលពតថាអាចឈឺស្អីក៏អាចទុនសាយឈឺស្អីក៏អាចទុនសាយហើយគាត់ណាអានឹងលក្ខណៈដូចជាបញ្ឈឺឌៀមដាមឲ្យគណៈបពប្រឆាំងនៅក្រៅប្រទេសហ្នឹងថាស្អីក៏ ICJ ស្អីក៏ ICJ ស្អីក៏ប្តឹងស្អីក៏ប្តឹងមែនទេធ្វើឲ្យខ្លួនឯងឥតតម្លៃអានឹងក៏ថាយកតែឆ្នាំប្តឹងមួយហ្នឹងទៅលេបដូចអាចទុនសាយអាចឈឺស្អីក៏ត្រូវទៅណែប្រើឆ្នាំអាចទុនសាយហ្នឹងមករីបូរ៉ាអញ្ចឹងបានជាខ្ញុំបានលើកឡើងថាការប្រៀបធៀបនេះបើយើងជាមនុស្សស្រឡាញ់ជាតិពិតប្រាកដណាយើងមិនត្រូវនិយាយពាក្យចឹងសូម្បីសូនតារាក៏និយាយពាក្យហ្នឹងណាបងណាហេតុអីពីព្រោះទោះជាការប្តឹងវាមានប្រយោជន៍គីមជីលុកម៉ូតូឬក៏ឥតប្រយោជន៍ក៏ដោយវាជាកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនយើងត្រូវតែសរសើរត្រូវតែលើកទឹកចិត្តមិនត្រូវមាក់ងាយរាល់កិច្ចខិតខំប្រឹងប្រែងឡើយយើងគួរតែលើកដំកើងទាំងពីរពីព្រោះសកម្មភាពដែលនាំឲ្យណាសំរងស៊ីឬក៏អ្នកនៅក្រៅប្រទេសហ្នឹងទៀមទាដាក់ញត្តិប្តឹងយើងមិនបានផលក៏ដោយប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះមិនគួរត្រូវបានប្រមាថទេមិនគួរត្រូវបានប្រមាថទេបើយើងជាមនុស្សមានឧត្តមគតិមនសិការយើងមិនគួរទៅការពារជនរងគ្រោះនិយាយខិតខំបិទបាំងជននេះការពារជនកាចសាហាវមកជន់ជនរងគ្រោះហើយនិយាយការពារបិទបាំងនេះពួកប្រជាឡើយអានឹងគឺជាសច្ចធម៌មកខ្លួនគឺជាសច្ចធម៌វាអត់មានហេតុផលអីដែលត្រូវតែក្តៅក្រហាយទៅប្រឈឺជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទេគ្រាន់តែថាអ្នកណាធ្វើអីបានធ្វើនឹងទៅបើថាសំរងស៊ីរដ្ឋាភិបាលក្រៅប្រទេសនឹងនេះបានលទ្ធផលប៉ុណ្ណាយើងផ្គុំគ្នាទៅពីព្រោះគោលដៅគឺដើម្បីកម្ពុជាទាំងមូលទេហើយបើសិនជារដ្ឋាភិបាលគេអាចដោះស្រាយបញ្ហាបានល្អជាងសំរងស៊ីល្អជាងរដ្ឋាភិបាលក្រៅប្រទេសឲ្យគេឃើញទៅណៃធ្វើឲ្យគេឃើញទៅប៉ុន្តែខ្ញុំគាត់និយាយđếnចេះមែនទេអានេះដូចថាឆ្លើយតបទៅម៉ែនកំសែងតែទង្វើដែលសំរងស៊ីឬក៏ខ្មែរនៅក្រៅប្រទេសដូចជាមូនពេជ្រអ្នកអភិជាក្រិតឯករាជ្យអីហ្នឹងប្តឹងលទ្ធផលវាអត់ប្រយោជន៍មែនប៉ុន្តែទង្វើដែលរដ្ឋាភិបាលធ្វើ
មិននេះចរចាច្បាំងគឺបាត់ដីអស់អាលីងហើយនៅតាមព្រំដែនទីទៀតខ្ញុំនិយាយនៅក្នុងប្រធានបទទី1នេះអញ្ចឹងលទ្ធផលអស់នោះដែលត្រូវគួរតេះដៀលលទ្ធផលដែលនាំឲ្យបាត់បង់ទឹកដីបើយើងនិយាយអំពីការតេះដៀលគឺមិនត្រូវមកតេះដៀលមនុស្សនៅក្រៅប្រទេសអត់អំណាចអត់ស៊ីប្រាក់ខែរត់ហើយអត់ដេកអត់ពួនឈឺក្បាលវិលមុខស្រក់ទឹកភ្នែកខិតខំប្រឹងប្រមូលគ្នាធ្វើបាតកម្មខិតខំប្រមូលគ្នាផ្ដិតមេដៃខិតខំសរសេរញ៉ាច់ខិតខំសរសេរពាក្យបណ្ដឹងយើងមិនគួរទៅតេះដៀលគ្នាទេបងប្អូនណាមិនតែបិទតែអ្នកដែលខំសរសេរញ៉ាច់អ្នកដែលខំបាតកម្មអ្នកដែលខំប្តឹងនឹងវេនសុនអត់ទទួលលទ្ធផលមែនប៉ុន្តែវាអត់បានទៅបំភ្លេចបំផ្លាញជាតិដូចជាអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើវានាំឲ្យបាត់បង់ទឹកដីបើអ្នកឯងនិយាយតែប្តឹងអត់ប្រយោជន៍សួរថាចុះអ្នកឯងមិនប្តឹងនឹងបច្ចុប្បន្នដីបាត់អស់ប្រមាណហើយព្រំតារាឆ្លើយមកខ្ញុំមើលផ្កាកំពុងធំតើដីបាត់អស់ប្រមាណហើយចិត្តជលសាស្ត្រដោយសារតែអាមិនប្តឹងហ្នឹងអាហ្នឹងឯងដែលគេតេះដៀលណាដូច្នេះសម្រាប់ខ្ញុំនិយាយចុងក្រោយហ្នឹងសម្ដីកិច្ចសន្យាយើងមិនត្រូវប្រមាថមាក់ងាយរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ទោះជាថាអ្នកនឹងគ្រាន់តែឈរម្នាក់ឯងបាតកម្មស្រែកដាក់មេក្រូក៏ដោយក៏យើងត្រូវតែទះដៃដែរសំរងស៊ីខិតខំប្តឹងនឹងក៏យើងទះដៃដែរមូនពេជ្រសិតខំប្តឹងក៏យើងអូទះដៃដែរតើធ្វើទៅមែនទេចាំមើលវាបានប្រមាណមិនប្រមាណក៏វាអត់តន់អីដែរអានេះហើយគឺគេហៅថាអ្នកដែលនិយាយត្រូវពិតប្រាកដអ្នកដែលមើលត្រូវពិតប្រាកដអ្នកដែលគិតត្រូវពិតប្រាកដអ្នកដែលដើរលើផ្លូវត្រូវពិតប្រាកដណាគឺត្រូវគោរពឲ្យតម្លៃរាល់បេសកកម្មដើម្បីជាតិមាតុភូមិប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតផាខនទូរទស្សន៍សូនតាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិត